ការបញ្ញាចិត្តថាបើសិនជាបរទេសនឹងគាត់លែងធ្វើការស្រុកខ្មែរយើងអាចជំនួសគាត់បានអញ្ចឹងបាទខ្ញុំចាប់ផ្ដើមស្រាវជ្រាវដំបូងគឺយើងសិក្សាយើងរៀនផងរៀនខ្លួនឯងផងពង្រឹងសមត្ថភាពផងយើងធ្វើការផងហើយយើងលួចបច្ចេកទេសមានតែខ្មែរថាលួចមានតែយើងចាប់ផ្ដើមគំនិតថាហេតុអីបានគេធ្វើជាបានហេតុអីបានគេធ្វើបានហេតុអីបានគាត់ចូលរួមស្រាវជ្រាវហេតុអីបានទីហោថាដូច Bill Gates អញ្ចឹង Bill Gates គាត់ដាក់ទុនដាក់វិនិយោគ foundation របស់គាត់ណា Melinda Gates ហ្នឹង Bill Melinda Gates ហ្នឹងគាត់ដាក់ឲ្យស្រាវជ្រាវណារឿងគ្រុនចាញ់រឿងជំងឺអេដក្រោយនេះរឿងចែកម្លែករបស់គាត់ហ្នឹងគឺរឿង COVID ក៏អញ្ចឹងដែរយេហើយបានគាត់ចាប់អារម្មណ៍នឹងការស្រាវជ្រាវអញ្ចឹងយើងក៏លើកឧទាហរណ៍ហ្នឹងអញ្ចឹងខ្លួនឯងហ្នឹងគឺយើងត្រូវពង្រឹងសមត្ថភាពផងចេះស្រាវជ្រាវត្រូវចេះវិភាគត្រូវចេះប្រើទាំងបរិមាណគុណភាពវិស័យដែរអញ្ចឹងណាការស្រាវជ្រាវមានពីរហ្នឹងតទៅទៀតយើងសិក្សាថានៅពេលដែលយើងមានសមត្ថភាពហើយយើងអាចចាប់ផ្ដើមគិតថាយើងអាចចូលរួមចំណែកអីខ្លះបានអញ្ចឹងណាកន្លងមកខ្ញុំស្រាវជ្រាវតាមរយៈធ្វើការកិច្ចការមួយអង្គការផងហើយនឹងផ្ទាល់ខ្លួនផងអញ្ចឹងណាស្រាវជ្រាវដែលបានចាប់ដើមហៅអង់គ្លេស big break ដែលល្បីជាងគេដំបូងហ្នឹងគឺតាក់ទងជាមួយនឹងរឿងសិក្សាស្រាវជ្រាវរឿងក្មេងទំនើងកាលជំនាន់ហ្នឹងហៅបងធំចាបងធំបងតូចហ្នឹងអញ្ចឹងយើងសិក្សានៅពេលគាត់វាយគ្នាហើយគាត់ជួគ្នាហើយគាត់វាយគ្នាហើយមានបញ្ហាខ្លះដែលគាត់នៅពីក្រោយខ្នងអញ្ចឹងណាអាងខ្នងអាងខ្សែអញ្ចឹងទៅតមកទៀតយើងសិក្សាទៅលើនៅក្នុងនឹងដែរក៏គេភ្ជាប់ជាមួយនឹងការចាប់រំលោភដោយជាក្រុមគេហៅរំលោភបោកហ្នឹងហើយលើគំនិតដំបូងទៅលើស្ត្រីរកស៊ីប្រភេទទេក្រោយមកគាត់យកគំនិតហ្នឹងទៅរំលោភស្ត្រីធម្មតាអញ្ចឹងកន្លែងហ្នឹងដែលយើងត្រូវការគិតថាតើការផ្លាស់ប្ដូរអរិយាប័ត្រវាស៊ីពេលយូរអញ្ចឹងណាអញ្ចឹងក៏យើងគិតថាយើងដោះម្ដងមួយមានន័យថាយើងដោះកុំឲ្យគាត់រៀលដាលទៅស្ត្រីធម្មតាយើងចាប់ដើមដោះដែលគាត់ perception ណាគំនិតដូចដើមគឺស្ត្រីរកស៊ីផ្លូវភេទអញ្ចឹងយើងចាប់ដើមដោះមួយគាត់ធ្វើកិច្ចការជាមួយនឹងយុវជនជាប្រុសហ្នឹងណាយុវវ័យប្រុសហ្នឹងអញ្ចឹងដើម្បីឲ្យយុវតីហ្នឹងឲ្យគាត់ពង្រឹងសមត្ថភាពខ្លួនឯងដែរអញ្ចឹងយើងធ្វើកិច្ចការងារនឹងជាមួយនឹងយុវជនប្រុសហ្នឹងគឺដើម្បីឲ្យដោះបញ្ហាហ្នឹងឲ្យគាត់យល់ពីបញ្ហាហ្នឹងពីបញ្ហា gender មានន័យថា gender ដែលទៅហៅ gender based violence មានថាការអំពើហិង្សាទៅលើផ្នែក gender ហ្នឹងអញ្ចឹងកន្លែងហ្នឹងឲ្យវា balance មានន័យថាយើងធ្វើកិច្ចការងារក្នុងខ្ញុំនៅធ្វើការអង្គការ gender អភិវឌ្ឍដើម្បីកម្ពុជាក្រោយមកខ្ញុំមកធ្វើកិច្ចការជាមួយអង្គការ Care International អញ្ចឹងខ្ញុំនៅធ្វើកិច្ចការមួយយុវជននឹងដែរអញ្ចឹងមានន័យថាយើងស្រាវជ្រាវផងយើងធ្វើកិច្ចការងារជាមួយនឹងពួកគាត់ផងអញ្ចឹងនៅពេលដែលយើងនឹងយើងចាប់ផ្ដើមពង្រឹងសមត្ថភាពហើយយើងរៀន public health ទៀតសុខភាពសាធារណៈទៀតអញ្ចឹងខ្ញុំបានមានសមត្ថភាពគឺមានតាមរយៈធ្វើកិច្ចការងារផងតាមរយៈចូលរួមចំណែកតស៊ូមតិឬមកក៏អប់រំទៅលើយុវវ័យផងហើយតស៊ូមតិជាមួយនឹងរាជរដ្ឋាភិបាលក៏ដូចជាមានន័យថាដៃគូពាក់ព័ន្ធដូចជាផ្សេងពុកម្ដាយដើម្បីឲ្យគាត់ដោះស្រាយបញ្ហាហើយបញ្ហាមួយទៀតគឺបញ្ហាឆ្លើយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពហ្នឹងអញ្ចឹងបញ្ហាភូមិឃុំសុវត្ថិភាពហ្នឹងដើម្បីយើងភ្ជាប់បញ្ហាហ្នឹងដើម្បីឲ្យគាត់ដោះស្រាយទៅបញ្ហាដែលយើងរកឃើញហ្នឹងអញ្ចឹងណាហើយបន្តមកទៀតបានខ្ញុំមានគំនិតដូចដើមថាតាក់ទងជាមួយនឹងសុខភាពបន្តពូជណាយើងមានគំនិតដូចដើមយើងរៀនពីបញ្ហាហ្នឹងដើម្បីធ្វើម៉េចដើម្បីដោះស្រាយនៅបញ្ហារបស់យុវវ័យដើម្បីគាត់កុំឲ្យមានជំងឺឆ្លងកុំឲ្យមានការពោពោះដោយចៃដន្យអញ្ចឹងបញ្ហាទាំងអស់ហ្នឹងគឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងសង្គមចាអញ្ចឹងលោកសុប្រាច់និយាយមិញហ្នឹងគឺលោកសុប្រាច់ឃើញបរទេសគេធ្វើការ research ខ្លីៗហើយទៅលើប្រធានបទផ្សេងៗដែលជាបញ្ហាក្នុងសង្គមហ្នឹងច្រើននៅកម្ពុជាយើងវិញមិនមានដែរឬក៏យ៉ាងម៉េចដែរជាទូទៅអ្នកស្រាវជ្រាវស្រុកយើងភាគច្រើនឲ្យតែគាត់បានរៀនសញ្ញាបត្រទោះបីជាបានសញ្ញាបត្របណ្ឌិតឬមួយក៏សញ្ញាបត្រអនុបណ្ឌិតក៏ដោយបានហើយអញ្ចឹងគាត់មានតែរបស់គាត់ប៉ុណ្្នឹងទៅគាត់ចប់ទៅហើយគាត់មានន័យថាសួរទៅគាត់ថាមិនអត់ស្រាវជ្រាវបន្តទេគាត់ថាអត់លុយចាអត់លុយមានតែអត់លុយ support អត់មាន fund អត់មានមូលនិធិមកជួយគាត់អញ្ចឹងមានមូលនិធិឲ្យគាត់ធ្វើបើថាទីឲ្យគាត់ធ្វើអត់ទេចាអត់ទៅមានកម្រិតទេម៉ែយើងមានកម្រិតហ្នឹងអ្នកស្រាវជ្រាវស្រុកខ្មែរខ្ញុំហ៊ានធានាថាអញ្ចឹងហ្មងគឺបបិសោតកន្លងមកមានតិចតួចបំផុតអ្នកដែលចង់បន្តការស្រាវជ្រាវធ្វើហ្នឹងមានតិចតួចហើយប៉ុន្តែខុសពីបរទេសដូចឌីតាលើកមិញហ្នឹងគឺបរទេសគេភាគច្រើនគឺគេរៀនបានគេសរសេរបានស្រាវជ្រាវបានគេចាប់ផ្ដើមគឺមានគំនិតកូនចិត្តនៅទៅសរសេរសភៅនៅសរសេរជា
អត្ថបទជាជុកណុលជាអីចឹង គេមានដោយសារតែសង្គមគេគ្រប់គ្រងគេមានមូលនិធិក្នុងការផ្ដល់ទុនទៅដល់អ្នកស្រាវជ្រាវហ្នឹងឬក៏យ៉ាងម៉េចដែរ ពីជួនកាលរបស់គេមានមូលនិធិគេធ្វើទៅគេធ្វើ proposal សុំលុយបានអ្នកខ្លះអត់ធ្វើ proposal គេកំណត់ដូចដើមគេចង់ធ្វើហ្មងគេសរសេរខ្លួនគេសរសេរជីវប្រវត្តិអីមួយយូររួមឲ្យទៅសរសេរស្រាវជ្រាវចង់និយាយចឹងណាឲ្យទៅស្តង់ដារចឹងណាហើយយើងភាគច្រើនស្រាវជ្រាវយើងថាស្រាវជ្រាវដែរគឺភាគច្រើនយើងcopy paste យកមកដាក់សភៅហើយច្បល់ចូលគ្នាចេញឈ្មោះសភៅដែរអានឹងជាលក្ខណៈចងក្រងទេ ប៉ះពាល់មិនដែរវា ប៉ះពាល់វាគ្រាន់ថាយើងដាក់ចងក្រងឯកសារទៅកុំដាក់ធ្វើជា research ធ្វើជាអីចឹងណាដែលគាត់ថាខ្ញុំចងក្រងឯកសារហ្នឹងទៅចាបាទយើងយកមកដាក់ច្បល់ហ្នឹងអាហ្នឹងមានលក្ខណៈ research academic ទេគេធ្វើចឹងណាចឹងអ្វីដែលសំខាន់គឺខ្ញុំនិយាយដល់រឿងបរទេសខ្មែរយើងទៅតែមានលុយបានយើងធ្វើអញ្ចឹងកន្លែងហ្នឹងឯងដែលជាភាគច្រើនគឺដែលខ្ញុំជួបគាត់ធ្វើឲ្យចប់ហើយបានភាគច្រើនបានអួតតែ PhD ហ្នឹងដដែលអ្នកខាងបតវិញធ្វើតែមួយហ្នឹងឯងខាងវិញហ្នឹងគាត់ធ្វើទៀតទេចាគាត់ដាក់ចោលទីមួយគាត់ថវិកាគាត់គិតតែរឿងថវិកាតាមពិតគាត់មានលុយពេលគាត់មានលុយគាត់អត់បានមានន័យថាធ្វើអីទៀតហើយគេអត់កំណត់ថាគេធ្វើ research paper ក៏បានដែរមានន័យថា topic ហ្នឹងមួយយើងអត់ធ្វើជាហៅ primary ទិន្នន័យ primary data មានន័យថាទិន្នន័យនឹងត្រូវការសម្ភារគេទេអាចចងក្រងមានយើងវិភាគតាមលទ្ធផលសភៅដែលស្រាវជ្រាវគេចេញហើយប៉ុន្តែគេអត់សិក្សាទៅលើជាក់លាក់ទៅលើធានបទនឹងមួយអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺគាត់អត់ធ្វើហ្មងគាត់ធ្វើបានសមត្ថភាពមានបើតែគាត់អត់ធ្វើអញ្ចឹងណាគេហៅ research paper និយាយដល់ចំណុចត្រង់ហ្នឹងតិចអ្នកស្ដាប់ខ្ញុំគេថាយើងបរទេសនិយមទៅហ្នឹងហើយយើងឲ្យគាត់ថាបរទេសនិយមប៉ុន្តែបើបរទេសនិយមហ្នឹងគេនិយមល្អយើងគួរណាតែទទួលស្គាល់ថាយើងនៅកន្លែងណាដែរអញ្ចឹងណាអញ្ចឹងសម្រាប់ដែលខ្ញុំបបិសោតជាទូទៅហ្នឹងគឺអ្នកស្រាវជ្រាវស្រុកយើងហ្នឹងគឺភាគច្រើនគឺអញ្ចឹងមានតែអត់លុយគាត់អត់ធ្វើទេស្រាវជ្រាវមួយចំនួនហ្នឹងហើយគឺគាត់អត់ធ្វើទេហើយដល់ពេលអញ្ចឹងទៅចំណេះដឹងរបស់គាត់ហ្នឹងវាជាស្រកទៅទី2គាត់ខ្លាចគេរិះគន់គាត់ដឹងចេញទៅជារិះគន់ចេះចុះអញ្ចឹងទៅប៉ុន្តែយើងជាអ្នកសម្រាប់ស្រាវជ្រាវគឺមានន័យថាឲ្យគេរិះគន់អ្នកខ្ញុំណាឲ្យគេវាតម្លៃឲ្យគេរិះគន់យើងល្អមានន័យថារបស់យើងមានកម្រិតឡើយណាឲ្យគេរិះគន់ទៅ research ក្រោយយើងនឹងល្អកាន់តែល្អកាន់តែធ្វើយីទៅគេយើងទៅស្វាមហើយហ្នឹងណាហើយឲ្យគេរិះគន់មានន័យថារបស់យើងបានគេរិះគន់ច្រើនល្អយើងអ្នកសម្រេចចិត្តយកទៅថាតើការរិះគន់របស់គេហ្នឹងត្រូវកម្រិតណាហើយស្តង់ដារប៉ុណ្ណាចាជាទូទៅគេរិះគន់កម្រខុសហ្នឹងហើយកុំឲ្យគេអថាក់កុំឲ្យគេវាយប្រហារប៉ុន្តែបើរិះគន់ជាបច្ចេកទេសកម្រខុសខ្ញុំមើលទៅលោកសុប្រាក់អាចញែកពាក្យហ្នឹងតិចបានទេអាថែកនិយាយប្រហារហើយនឹងរិះគន់ហ្នឹងខុសគ្នាមិនការរិះគន់មួយការរិះគន់ដើម្បីស្ថាបនាមានន័យថារបស់យើងធ្វើទៅបើតាមបច្ចេកទេសផ្នែកអាកាដមិកស្រាវជ្រាវកន្លែងហ្នឹងគឺអត់សូវចំទេដោយសារវាមិនវាខ្វះនេះហ្នឹងហើយទិន្នន័យហ្នឹងយកមកវាដូចវាពិបាកជឿអញ្ចឹងហើយបើ attack វានៅវាយប្រហារមានថាចេញមករបស់គេហ្នឹងមើលទៅអត់កើតមកអាហ្នឹងយ៉ាងនិយាយថាអត់ផ្ដល់ដំណោះស្រាយអត់ដល់ដំណោះស្រាយគេទេចេញមកវាយប្រហារអាហ្នឹងស្រាវជ្រាវផេះអាហ្នឹងយ៉ាងនិយាយអញ្ចឹងណាយ៉ាងនិយាយថាធ្វើមកដើម្បីទៅលុយធ្វើមកដើម្បីអញ្ចឹង attack អាហ្នឹងហៅ attack ណាប៉ុន្តែចង់និយាយថាអ្នកខ្លះគាត់ធ្វើអញ្ចឹងហើយការឲ្យយោបល់បែបនេះវាមិនជាការល្អហ្មងទេអញ្ចឹងណានៅក្នុងសង្គមយើងច្រើនហ្នឹងហើយច្រើនយើងភាគច្រើនយើងអត់ធ្វើប៉ុន្តែរិះគន់គេចាខ្មែរយើងអញ្ចឹងចាយើងនិយាយទូទៅអញ្ចឹងហ្មងយើងហ៊ានថាអញ្ចឹងដោយសារមូលហេតុអីមានន័យថាមួយចំនួនធំគឺអញ្ចឹងសោះតូចបំផុតដែលគិតថាថាឲ្យធ្វើផងរហូតដល់មានពាក្យមួយគេនិយាយថាអ្នកធ្វើចាំតែខុសហ្នឹងហើយអ្នកថាមិនដែរធ្វើហ្នឹងអ្នកថាមិនដែរធ្វើហើយអញ្ចឹងដូចខ្ញុំដោះស្រាយបញ្ហានឹងបានមានន័យថាយើងហ៊ានធ្វើសិនព្រោះឲ្យគេរិះគន់វិញមកចុងក្រោយនៅពេលដែលយើងធ្វើឲ្យគេរិះគន់របស់យើងល្អប្រសើរហើយគេលែងរិះគន់យើងជាចំណុចមួយដែលខ្លាំងពេកហ្នឹងដល់ទៅដល់គេថាអូឲ្យតែឈ្មោះតុងសម្រាប់ដូចចង់មើលហ្មងអញ្ចឹងណាអញ្ចឹងយើងត្រូវ improve មែនធ្វើឲ្យខ្លួនឯងឲ្យវាទៅតាមស្តង់ដារដែរអញ្ចឹងណាអញ្ចឹងនៅពេលដែលយើងមានលក្ខណៈអញ្ចឹងបានខ្ញុំស្រាវជ្រាវរបស់ខ្ញុំចេញមកលទ្ធផលគាត់គេថាអីគេថយចុះការរួមភេទ5 ដងបើប្រៀបធៀបជាមួយនឹងឆ្នាំ15ឆ្នាំមុនគេសោចភ្លៀងគេថាធ្វើម៉េចបានដឹងលេខ5 ដងអញ្ចឹងណាធ្វើម៉េចបានដឹងលេខ5 ដងដោយសារម៉េចដោយសារគាត់ហ្វីគុណបែប subjective មានទេគាត់ដឹងថាហ្នឹងគេធ្វើម៉េចបើតែគាត់មើលទេគាត់ថាគាត់ថាខ្ញុំស្រាវជ្រាវហ្នឹងមានន័យថាគាត់ចំអកឲ្យយើងគាត់ថាស្រាវជ្រាវហ្នឹងនិយាយឲ្យតែបាននិយាយថាឲ្យបានថាណា
យើងនឹងទៅចាំរាប់បន្ទុកទេសនាទៀតមានអ្នកខ្លះនិយាយចឹងទៀតគាត់និយាយប៉ុន្តែចង់និយាយថាការនិយាយរបស់គាត់ហ្នឹងរីគុណណារីគុណបែបចំអកចាហ្នឹងរីគុណបែបវាបហាបែបចំអកមិនមែនរីគុណបែបអាកាដមិកទេហ្នឹងណាបើបែបអាកាដមិកគេសួរថាទិន្នន័យហ្នឹងបានមកពីណាហ្នឹងឲ្យធ្វើម៉េចពីលើមេតូតយើងណាមើលវិធីសាស្ត្រយើងថាតើវិធីសាស្ត្រយើងធ្វើបានចឹងបានអត់របស់ខ្ញុំធ្វើចាំខ្ញុំសិក្សារៀងរាល់5ឆ្នាំម្ដងនៅពេលដែលខ្ញុំសិក្សារៀងរាល់5ឆ្នាំម្ដងលទ្ធផលហ្នឹងគឺយើងថា follow up មានយើងតាមដាន5ឆ្នាំម្ដងដល់ពេលដល់15ឆ្នាំយើងយកលទ្ធផលមកវាស់វែងមើលមានទិន្នន័យជាក់លាក់ហើយមានលក្ខណៈវិទ្យាសាស្ត្រស្រាវជ្រាវជាក់លាក់អត់ទេគេអត់តបហើយទេគេអត់រីគុណទេគេសរសើរយើងវិញគេថាយើងចំណាយពេលវេលាចំណាយថវិកាផ្ទាល់ខ្លួនអញ្ចឹងចំណាយច្រើនដែរយើងយកគាត់15នាក់ចង់និយាយថាទិន្នន័យគាត់ដាក់ដៃគូ15ដៃគូហើយគាត់មានដល់ចង់និយាយថាអ្នកស្រាវជ្រាវនោះចង់និយាយថាគាត់មកច្រើនជាង30នាក់ជាង30 នាក់បើសិក្សាបរិមាណវិស័យច្រើនយើងចង់បានទិន្នន័យទូលំទូលាយហើយយើងដាក់ទីតាំងកន្លែងដែរយើងធ្វើ mapping ដែរអញ្ចឹងណាលោកសម្រាប់ប្រាប់បានទេថាបច្ចុប្បន្នហើយនឹងទៅអនាគតលោកសម្រាប់មានគម្រោងបន្តការស្រាវជ្រាវលើប្រធានបទចាស់និងប្រធានបទថ្មីតទៀតទេឬក៏មិនដែរចាមានយើងចង់ធ្វើថ្មីទៀតណាចាប់អារម្មណ៍ថ្មីទៀតជាពិសេសរឿងយុវវ័យក្រោយនេះគឺតាក់ទងជាមួយនឹងស្នេហារបស់គាត់ក្រោយនេះគឺយើងចង់គិតដែរណាយើងគិតមើលទីសិនយើងតាមស្រាវជ្រាវមានន័យថាយើងអានសិនយើងអានទៅលើ desk review យើងមើលឯកសារនោះតើមានគេស្រាវជ្រាវហើយនៅហើយមានអីខ្លះដែលវាជាគេហៅ gap វានៅចន្លោះណាខ្លះដែលយើងអាចសិក្សាបានព្រោះសិក្សាមួយយើងអាចសិក្សាធំបានទេយើងទៅមួយដូចស្រាវជ្រាវ Valentine Day យើងសិក្សាតែមួយថ្ងៃហ្នឹងគាត់តែមួយថ្ងៃហ្នឹងឯងចាប៉ុន្តែយើងចាយពេល1ឆ្នាំបាទចាយពេល1ឆ្នាំបានធ្វើហើយអញ្ចឹងបានលទ្ធផលរបស់យើងខ្ញុំទៅធ្វើបទបង្ហាញដំបូងឡើយនៅឆ្នាំ2012ខ្ញុំធ្វើបទបង្ហាញនៅសាកលវិទ្យាល័យ Northern Illinois University នៅសហរដ្ឋអាមេរិកហើយយើងទៅហ្នឹងគេដាក់ខ្មែរ study នៅ conference ហ្នឹងមានអីទៅដល់ហ្នឹងគេចេញលុយយើងទាំងអស់មានន័យថារបស់យើងចាយប្រហែលហ្នឹងគេចេញលុយយើងទាំងអស់ស្រួលញ៉ាំគេញ៉ាំបានស្រួលអញ្ចឹងណាក្រោយចុងក្រោយនេះដែលគុណតម្លៃចុងក្រោយនេះខ្ញុំទៅ2024ខ្ញុំទៅធ្វើបទបង្ហាញនៅ Brisbane នៅ Australia ហ្នឹងហើយបង្ហាញឲ្យខ្ញុំបញ្ចប់ការសិក្សាហ្នឹងហើយវា successful មានថាជោគជ័យនៅលើការសិក្សាហ្នឹងអញ្ចឹងបានការសិក្សាស្រាវជ្រាវពេលខ្លះយើងមានន័យថាហើយបើយើងថាជោគជ័យយើងយកអីមកវាស់វែងមានន័យថាទិន្នន័យហ្នឹងវាធ្លាក់ចុះខ្លាំងមែនទែន5ដងហើយយើងប្រៀបធៀបជាមួយនឹងបរដ្ឋាភិបាលតើរដ្ឋាភិបាលហើយនឹងរបស់ក្រសួងរបស់ UNFPA ហ្នឹងគេស្រាវជ្រាវទំនាក់ទំនងផ្លូវភេទដែរមិនដែរតើរដ្ឋាភិបាលក៏គាត់គិតដែរក្រសួងអប់រំណា UNICEF ផងជួយ UNFPA ផងជួយអញ្ចឹងទិន្នន័យរបស់គាត់ហ្នឹងមិនខុសពីរបស់យើងប៉ុន្មានទេអញ្ចឹងបានយើងវិនិច្ឆ័យថាយើងសន្មតថាឈប់ត្រឹមហ្នឹងដោយសារបញ្ហាហ្នឹងវាលែងជាបញ្ហាសុខភាពសាធារណៈទៀតហើយអញ្ចឹងណាយើងត្រូវតែសន្មតឲ្យយើងបើយើងមិនសន្មតយើងចេះតែធ្វើវាអត់បានការវាអត់បានផលប្រយោជន៍អត់បានប្រយោជន៍អីទេបើគេសកម្មភាពហ្នឹងគេថយចុះតិចតួចបំផុតហើយសឹងតែលែងមានឯងសំបីតែការលក់អីបានលែងចង់មានការពេញនិយមលែងមានការឈ្មោះឈរលែងមានគិតថាថ្ងៃហ្នឹងអញ្ចឹងនៅពេលដែលយើងចំណាយពេលស្រាវជ្រាវទៀតលទ្ធផលក៏វាមានអីផ្លាស់ប្ដូរវាមានប្រយោជន៍ប៉ុន្តែយើងវាចាយពេលវេលាច្រើនទៅលើសកម្មភាពទាំងអស់ហ្នឹងយុវជនយុវវ័យគាត់ដឹងថាឥឡូវថ្ងៃហ្នឹងគាត់ទៅសប្បាយដើរលេងគឺមនុស្សច្រើនមែនមនុស្សច្រើនណែនតាមែនប៉ុន្តែសួរឲ្យគាត់គិតថាថ្ងៃហ្នឹងគិតគ្នារឿងរួមភេទអីដូចមុន booking ផ្ទះសំណាញ់គាត់លែងនិយាយបាត់សួរតែគាត់លេងលែងនិយាយអញ្ចឹងមានន័យថាការផ្លាស់ប្ដូរអរិយាប័ត្រវាត្រូវចំណាយពេល15ឆ្នាំហ្មងចប់អញ្ចឹងខ្ញុំគិតថាអាហ្នឹងវាជាប្រយោជន៍ទុនប្រយោជន៍នៃការស្រាវជ្រាវរបស់អ្នកស្រាវជ្រាវសិក្សាពីសង្គមនិងសុខភាពសាធារណៈហើយហ្នឹងយើងត្រូវតែគិតគូរពីបញ្ហាហ្នឹងតើបញ្ហាហ្នឹងវាដល់ធម្មតាបញ្ហាហ្នឹងយើងអាចដោះហើយយើងអាចទ្រអីថ្មីទៀតអញ្ចឹងណាលោកសម្រាប់អាចជំរុញលើកទឹកចិត្តទៅដល់អ្នកមានចំណេះដឹងឬក៏អ្នកស្រាវជ្រាវនៅក្នុងស្រុកខ្មែរជាពិសេសគឺធនធានមនុស្សនៅក្នុងស្រុកខ្មែរឲ្យគិតបែបម៉េចឬក៏លើកទឹកចិត្តបែបម៉េចឲ្យគាត់ចូលរួមនៅក្នុងការស្រាវជ្រាវហ្នឹងហើយបញ្ហាស្រាវជ្រាវស្រុកខ្មែរយើងនៅមានកម្រិតស្រាវជ្រាវខ្ញុំចង់និយាយថាវាមានលក្ខណៈស្តង់ដារ academic បានគេជួយយកហើយបើមិនអញ្ចឹងទេត្រូវមានក្រុម advisor ដែរទីប្រឹក្សាយើង
ដែលឲ្យយោបល់មាន supervisor យើងអញ្ចឹងកាលណាយើងធ្វើមាន supervisor មានអីហើយយើងអាចជជែកគ្នាបានហើយលទ្ធផលរបស់យើងក៏វាជាការល្អដែរអញ្ចឹងយើងចាប់ផ្ដើមពីនឹងទៅតិចដងគេអាចទទួលស្គាល់របស់យើងតាមរយៈអញ្ចឹងហើយអ្នកស្រាវជ្រាវខ្ញុំចង់លើកទឹកចិត្តថាគាត់ចាប់ផ្ដើមចំណាយពេលបន្តិចដងទៅបើគាត់នៅតែគិតថាធ្វើតែមួយនឹងជោគជ័យគាត់អត់បានទេនៅជោគជ័យតែពេលតែគាត់នៅរៀនហ្នឹងហើយចប់អត់មានអីទៀតដែលជាថ្មីអញ្ចឹងគាត់នៅលើកទឹកចិត្តថាបើមានឱកាសចាប់ផ្ដើមគិតវាធ្វើវាហើយបើយើងអត់មានកម្រិតដូចដើមធ្វើទេអត់មានថ្ងៃណាធ្វើទេចាអញ្ចឹងឱកាសនៅមានចាអញ្ចឹងឱកាសយើងវាឱកាសយើងមានស្រាប់ចំណេះដឹងមានស្រាប់យើងគ្រាន់តែ topic ឬមួយប្រធានបទអីដែលយើងគិតថាយើងអាចធ្វើបានអញ្ចឹងណាឲ្យដោយសារការខ្វះខាតអ្នកស្រាវជ្រាវដែលស្រុកយើងមែនតើទៅគឺយើងនៅខ្វះខាតហើយស្រាវជ្រាវមានន័យថាឲ្យវាត្រូវជាក់លាក់កុំឲ្យដូចខ្ញុំលើកមិញហ្នឹងកុំឲ្យសរុបយកអត្ថបទគេមកសរុបហើយយើងថាអាហ្នឹងជាការស្រាវជ្រាវដែរវាក៏ចងក្រងឯកសារទេអញ្ចឹងណាអញ្ចឹងវាប៉ុន្តែបើលក្ខណៈចងក្រងសភៅយើងប្រាប់គេថាចងក្រងសភៅទៅណាកុំឲ្យវាលាយគ្នាចាអញ្ចឹងឲ្យមានន័យថាយើងនៅខ្វះខាតយើងត្រូវតែកាលណាយើងធ្វើបានល្អច្រើនយើងធ្វើជា proposal មានន័យថាយើងធ្វើការដាក់ស្នើសុំថវិកាឲ្យបានវាងាយនឹងជោគជ័យហ្នឹងហើយក៏វាបានផលសម្រាប់ប្រទេសជាតិយើងដែរអាហ្នឹងវាការចូលរួមចំណែកនៅក្នុងសង្គមហើយខ្ញុំច្បាស់ខ្លួនឯងដោយសារខ្ញុំអ្នកសិក្សាជ្រាវអ្នកសិក្សាពីសង្គមអ្នកយល់ពីសង្គមការឲ្យតម្លៃមកសង្គមយើងនៅឲ្យតម្លៃថាតើតាមានយកលុយថវិកាទៅឲ្យអ្នកនេះយកអំណោយទៅឲ្យអ្នកនេះអាហ្នឹងមិនគេហៅថាជួយមិនមែនទេអាហ្នឹងមិនអញ្ចឹងទេមិនតែអញ្ចឹងសិតអាហ្នឹងវាជាផ្នែកមួយជាផ្នែក charity ជាផ្នែក humanity សម្រាប់ជួយមនុស្សជួយនឹងការតម្រូវការចាំបាច់ប៉ុន្តែផ្នែកជួយសង្គមគឺមានផ្នែកច្រើនដែលរូបភាពច្រើនណាជួយតាមរយៈផ្ដល់អំណោយទានឬមួយក៏ជួយអ្នកការស្រាវជ្រាវឬក៏វាជាផ្នែកមួយដែលដើរតួនាទីសំខាន់នៅក្នុងការស្រាវជ្រាវដែរអញ្ចឹងយើងត្រូវតែលើកទឹកចិត្តឲ្យគាត់ប្រឹងប្រែងដែរអញ្ចឹងណាហើយលើកទឹកចិត្តខ្មែរយើងឲ្យអានឲ្យបានច្រើនព្រោះខ្មែរយើងភាគច្រើនមិនសូវអានប្រហែលទេគឺមានន័យថាគាត់អានទៅច្បាស់ហើយគាត់ទៅមុខទៀតហើយវាស៊ីម្ល៉េះហើយយើងខ្វះធនធានមនុស្សហើយយើងនៅពឹងបរទេសរហូតឲ្យតែរើសមានន័យថារឿងអ្នកស្រាវជ្រាវឬអីហ្នឹងគឺពឹងតែបរទេសហ្នឹងមកទៅបរទេសធ្វើបានយើងជឿដោយសារមិនខ្មែរយើងអត់មានតែកសាងសមត្ថភាពខ្លួនឯងបានគេអត់ជឿចាលទ្ធផលបានតែត្រឹមរៀនហើយចប់ពីហ្នឹងមកមានធ្វើអីទៀតកប់ទុកហ្នឹងហើយអញ្ចឹងឲ្យគាត់រវល់បន្តិចមើលឧទាហរណ៍សំលើកឧទាហរណ៍ដូចរដ្ឋមន្ត្រីក្រសួងអប់រំសភៅគាត់ចេញសឹងរាល់ឆ្នាំមួយក្បាលពីរក្បាលបីក្បាលឲ្យទៅវាអំណាចគាត់ចេញអាហ្នឹងគឺជា role model មួយហើយតែគាត់នៅតែមានកម្លាំងគាត់រវល់ប៉ុណ្ណឹងគាត់នៅមានទឹកចិត្តចង់ធ្វើសរសេរបានអីបានអញ្ចឹងចាហ្នឹងហើយអញ្ចឹងវាជាចំណេះដឹងផងវាជាការបញ្ញាចិត្តរបស់គាត់ផងអញ្ចឹងយើងមិនអាចថាភ្លាមយើងគាត់ថាគាត់ធ្វើបានអញ្ចឹងយើងធ្វើភ្លាមដែរអូខេយើងអាចចិញ្ចឹមចិត្តធ្វើមិនបខំទេខ្ញុំនិយាយថាកុំឲ្យថាបខំគាត់ប៉ុន្តែសួរលោករដ្ឋមន្ត្រីសួរគាត់ហេតុអីមិនគាត់សំគាត់ធ្វើបានអញ្ចឹងណាគាត់សំយូរហើយគាត់សំយូរហើយគាត់ប្រឹងធ្វើអញ្ចឹងចំណេះដឹងគាត់ទូលំទូលាយដល់ពេលឃើញរដ្ឋមន្ត្រីនិយាយភាសាចិនច្បាស់ចំគាត់រៀនពីអង្ការយើងចង់និយាយថាយើងតែធ្វើឃើញលទ្ធផលបានដឹងថាចំនឹងអញ្ចឹងចាបើតែយើងអត់ឆ្ងល់ថាពីមុនមកគាត់ធ្វើអីគាត់ព្យាយាមប្រឹងប្រែងពីណាពីណីមកយើងអត់ចាប់អារម្មណ៍ដល់ពេលឃើញគាត់និយាយចិនវិញចំរដ្ឋមន្ត្រីនឹងញាប់អើឃើញគាត់និយាយភាសាបារាំងចាអត់ញាប់អើទេអញ្ចឹងណាដល់ពេលឃើញគាត់អាហ្នឹងគាត់អត់និយាយរុស្ស៊ីឲ្យស្ដាប់មកគាត់និយាយរុស្ស៊ីដល់ពេលឃើញគាត់និយាយចិនចំចិនឡើងភ្ញាក់វាចង់និយាយថាយើងមិនហេតុអីបានគាត់នៅប្រឹងប្រែងធ្វើអញ្ចឹងគាត់រៀន never end អញ្ចឹងសាអញ្ចឹងចំណៃរបស់អ្នករៀនគឺរៀនមិនចេះឈប់បាទអញ្ចឹងបានស្រាវជ្រាវខ្ញុំនៅតែមានកូនចិត្តអញ្ចឹងសំខាន់ឲ្យតែមានឱកាសហើយនឹងពេលវេលាយើងចាប់ផ្ដើមកូនចិត្តតិចដងទៅថ្ងៃណាមួយយើងធ្វើបានដែរចំណៃរបស់លោកតុងសុប្រាយគឺស្រាវជ្រាវមិនចេះឈប់បាទអញ្ចឹងហើយយើងបានតិចក្តីច្រើនក្តីក៏យើងប្រឹងដែរចាអញ្ចឹងយើងអាចធ្វើបានហើយមានអ្នកឲ្យមានអ្នកគេចង់និយាយឲ្យព័ត៌មានត្រឡប់មកយើងដែរគេសរសើរនៅទឹកចិត្តយើងដែលយើងប្រឹងប្រែងធ្វើឲ្យដោយឆន្ទៈហើយការផ្លាស់ប្ដូរសង្គមមួយទាំងមូលហើយលោកយុរដ្ឋមន្ត្រីគាត់លើកទឹកចិត្តគាត់សរសើរគាត់អានទៀតអញ្ចឹងណាតាំងពី2010គាត់អានសុំតិចសំកាត់តិចយុរដ្ឋមន្ត្រីចាស់ឬយុរដ្ឋមន្ត្រីថ្មីយុរដ្ឋមន្ត្រីចាស់ចាហ្នឹងហើយលោកជំទាវប៊ុនរៀងសែនក៏គាត់ឲ្យជាបាននឹងលិខិតសរសើរដែរគាត់លិខិត
ថ្លែងមកគុណដែលល្អអញ្ចឹងណាអាហ្នឹងវាចំណេញរបស់យើងដែរការប្រឹងប្រែងរបស់យើងបើទោះបីជាមិនបានជារង្វាន់ធំដុំក៏យើងបានការសរសើរឬមួយក៏ការលើកទឹកចិត្តបែបជាសារអញ្ចឹងណាលោកយុរតន្ត្រី2019គាត់ថាសម្ដេចហ្នឹងដែរគាត់ថាសរសើរថាអេយ៉ាបតរបស់ចៅឥឡូវហ្នឹងនៅថ្ងៃដេញស្រឡាញ់ហ្នឹងគឺមានការផ្លាស់ប្ដូរហើយមានភាពចាស់ទុំជាងមុនណាតាមរយៈការស្រាវជ្រាវអ្នកស្រាវជ្រាវសង្គមរកឃើញថាល្អជាងមុនអញ្ចឹងមានន័យថាគាត់បានអានគាត់បានទទួលយកគាត់បានទទួលព័ត៌មានក៏ទទួលបានទទួលយកនៅលទ្ធផលនៃការស្រាវជ្រាវរបស់លោកសុប្រាជពាក់ព័ន្ធទៅនឹងថ្ងៃ Valentine Day